ឃើញចេះតិចច្រឡំថាខ្ញុំដេញវាទៅស្រុកទៅផ្ទះវិញអីទៅគឺប្រវិចមានថងខ្មៅមានអីហ្នឹងបាទថងដាក់ខោអាវហើយខ្ញុំនាំវាទៅលេងកំពង់សោមនេះណែនាំអង្គុយមាត់ឆ្នេរហូបមឹកអាំងហូបអីនេះហើយតែក៏មើលរោគរៈសាហាវមកប្រវិចមកថងខ្មៅហ្នឹងសិតតែខោអាវប្រឡាក់ទាំងអស់និយាយទៅខ្ញុំមករៀបរាប់ជីវិតវាហើយកេវាហ្មងបាទប្រាប់តាំងពីអាទិត្យមុនថាទៅលេងកំពង់សោមដេញឲ្យបោកខោអាវអត់បោកដាច់ខាតដល់ពេលដល់ថ្ងៃមកគឺអត់មានខោអាវស្លៀកវិចខោអាវប្រឡាក់យកទៅបោកនៅកំពង់សោមស្ដាច់មនុស្សហ្មងខ្ញុំនិយាយមែនហើយឃើញវិចមកថងខ្មៅមិនហ្នឹងបាទគឺនេះគឺវិចយកមកបោកដល់កំពង់សោមមកវាមែនណាហើយចៃដន្យអីកំពង់សោមឥឡូវគេមានឃ្លីន24អាបោកភ្លាមស្ងួតភ្លាមនឹងទៀតបានដៃមីកូនបើបដោយដាក់ខោអាវមកបេថងខ្មៅមកគឺយកមកបោកភ្លាមអញ្ចឹងហ្មងហើយឃ្លីន24នឹងអញ្ចឹងដែរគឺបើកឲ្យគ្រប់កន្លែងហ្មង6 7 10សាខាអ្នកទាំងគ្នាហើយឥឡូវមកបើកនៅកំពង់សោមទៀតបានដៃមនុស្សខ្ជិលដូចជាមីកូនបើដឹកខោអាវយកមកបោកដល់កំពង់សោមហើយម្ដងអត់មានអីទេបាទរូតរះចាក់កៅអាវចូលក្នុងកត្រកចូលក្នុងអីទៅចុចscan ទិញកាតទិញអីយកមកបោករបស់វាបានភ្លាមពិតរបស់គេអញ្ចឹងមិនថាអ្នកដែលត្រូវទៅកំពង់សោមអីបញ្ញាប់អត់មានខោអាវស្លៀកអត់ទាន់បោកអីបាទវិចយកមកបើកដូចមីកូនបើមកតែមួយផ្លែទេអង្គុយម្ដង1ម៉ោងទេហើយបាត់ហើយកៅអាវស្ងួតរើងឃើញវាដូរខោអាវ3 4ឈុតនៅខាងមុខវីដេអូហ្នឹងគឺដោយសារហេតុផលនឹងឯងបាទគឺបោកភ្លាមស្ងួតភ្លាមនឹងឯងហើយតម្លៃវិញធូរថ្លៃទេដូចតែឃើញអញ្ចឹងនោះតារាងតម្លៃគេគឺធូរថ្លៃទេកៅអាវវាមកល្មមដែរទេអញ្ចឹងវាបោកអាម៉ាស៊ីនតូចជាងគេនេះអ្នកទាំងគ្នាតែគេក៏មានម៉ាស៊ីនធំជាងនឹងតាមគីឡូតាមຂະຫນាតកៅអាវឬក៏បោកភួយបោកអីបានអញ្ចឹងណាហើយអ្វីដែលសំខាន់ណាស់អ្នកដែលនៅកំពង់សោមអ្នកដែលនៅជិតខាងហាងគាត់ហ្នឹងគឺគាត់មានសេវាកម្មដឹកឲ្យទៀតហ៎និយាយទៅអាមហ្មងនៅនេះគឺគេប្រើកាក់គ្រប់សពបែបយ៉ាងទាំងអស់ហ្មងតែមុននឹងបានកាក់ហ្នឹងគឺយើងត្រូវទៅ scan នៅទូគេដើម្បីយកកាក់មកអញ្ចឹងណាហើយយើងគ្រាន់តែចុចតាមការណែនាំទៅគឺបានហើយម៉ាស៊ីនគេទំនើបណាមានទឹកក្តៅទឹកត្រជាក់ទឹកអ៊ុនអីទៀតណោះអ្វីដែលសំខាន់ក្រុមការងារគាត់អ្នកទាំងគ្នាគាត់មានក្រុមការងារ stand by ចាំជួយបញ្យល់ពីការប្រើប្រាស់ម៉ាស៊ីននៅនឹងហើយអ្វីដែលសំខាន់នៅពេលដែលកៅអៅស្ងួតទៅគឺពួកគាត់ចាក់បត់ឲ្យដាក់ថង់ឲ្យមកស្អាតទៀតអ្នកទាំងគ្នាហើយមិនបាច់ភ័យមិនបាច់បារម្ភថានៅពេលដែលបោកហើយសម្ងួតទៅកៅអៅជ្រាវជ្រួញអីទេបាទគឺអាម៉ាស៊ីនសម្ងួតហ្នឹងគឺវាមានប្រើកតាដល់អញ្ចឹងកៅអៅនៅពេលដែលសម្ងួតហើយគឺឡើងត្រង់ភ្លឹងហ្មងដូចយើងអ៊ុតអញ្ចឹងដំបូងខ្ញុំស្មានតែវាជ្រួញតែអ្នកទាំងគ្នាតែមានអីនេះដូចតែឃើញអញ្ចឹងម៉ាស៊ីនស្ងួតគេមានច្រើនទូមែនតើយើងចង់ដាក់ទូមួយណាក៏បានដែរតែយើងដាក់តាមអាទំហំគីឡូរបស់យើងអញ្ចឹងណាឬក៏ចង់ដាក់ខោអាវតិចដាក់អាគីឡូធ្ងន់ធំអីក៏បានចុចកាតយកតាមនឹងទៅបើអ្នកទាំងគ្នាលុយច្រើនបាទនេះម៉ាស៊ីនសម្ងួតគេហ្នឹងវាវិលទៅវិលមករហូតតតែកៅអៅស្ងួតហ្មងហើយនៅពេលដែលកៅអៅស្ងួតអត់មានផ្អួតអត់មានអីណាគឺស្ងួតរើងហ្មងអ្នកទាំងគ្នាហើយដូចអ៊ុតអញ្ចឹងគឺយកមកគ្រាន់តែបត់ដាក់ចូលថង់គឺស្អាតហ្មងហើយឡើងក៏អូបឈ្ងុយឆ្ងប់ហើយសម្រាប់ទីតាំងឃ្លីន24នៅកំពង់សោមហ្នឹងគឺងាយស្រួលរហូតដូចបកចេកអញ្ចឹងយីមែនព្រោះដោយសារតែអត់មាននៅណាឆ្ងាយទេអ្នកទាំងគ្នាជិះមកតែកន្លែងប៉ុស្តិ៍នគរបាលសង្កាត់លេខ2ហ្នឹងគឺនៅជាប់គ្នាហ្នឹងហ្មងនិយាយទៅរហូតតែប៉ុស្តិ៍នគរបាលសង្កាត់លេខ2នៅកំពង់សោមឃើញហើយចាំ admin ដាក់ក៏ map link បន្ថែមដើម្បីឲ្យអ្នកទាំងគ្នាកាន់តែងាយស្រួលកន្លែងគាត់ចុចពុបដល់ប៉ាប់ហ្មង